កម្ពុជាកូរ៉េរៀបចំព្រឹត្តិការណ៍បុណ្យមិត្តភាពសេអ៊ូលលើកទី30លោកស្រីនួនផានិតអនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីចុងសប្តាហ៍កន្លងទៅនេះបានសម្របសម្រួលនិងដឹកនាំការរៀបចំស្តង់កម្ពុជាចំនួន5ទីតាំងនៅក្នុងព្រឹត្តិការណ៍បុណ្យមិត្តភាពសេអ៊ូលលើកទី30សហការរៀបចំដោយសាលាក្រុងសេអ៊ូលជាមួយស្ថានទូត73ប្រចាំនៅសាធារណរដ្ឋកូរ៉េកម្មវិធីនេះរៀបចំឡើងនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ Dongdae Moon Plaza ទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េព្រឹត្តិការណ៍បុណ្យមិត្តភាពសេអ៊ូលនេះមានកម្មវិធីចម្រុះជាច្រើនដែលរួមមានការសម្ដែងសិល្បៈវប្បធម៌ពិភពលោកស្តង់តាំងបង្ហាញផ្សព្វផ្សាយផលិតផលរបស់ស្ថានទូតចំនួន45ស្តង់ដែលមានស្តង់ម្ហូបអាហារចំនួន30ស្តង់លក់បង្អែម19និងសកម្មភាពផ្សេងៗនៅក្នុង K Culture Zone ទាំងទស្សនីយភាពរូបភាពផ្ដិតមកពីទីក្រុងជុំវិញពិភពលោកម៉ូដសម្លៀកបំពាក់តាមប្រទេសនីមួយៗការសាកល្បងកម្មវិធី K Beauty និងបណ្ណាល័យ Seoul Pop-Ups Library ដែលជាឱកាសមួយក្នុងការផ្លាស់ប្ដូរវប្បធម៌ដ៏ធំបំផុតរវាងកូរ៉េនិងពិភពលោកក្រោមប្រធានបទខូបលើកទី30ជាមួយពិភពលោកការរួមគ្នាតាមរយៈវប្បធម៌នៅក្នុងឱកាសនេះស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក៏បានរៀបចំស្តង់ស្ថានទូតកម្ពុជាដើម្បីដាក់តាបង្ហាញនៅផលិតផលសក្តានុពលនាំចេញរបស់កម្ពុជាដូចជាស្តង់នំបង្អែមស្តង់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរស្តង់បង្ហាញអំពីវីដេអូនិងរូបភាពផ្សព្វផ្សាយពីតំបន់ទេសចរនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងការសម្ដែងសិល្បៈខ្មែរដែលរួមមានរបាំនារីជាជួររបាំក្ងោកនិងក្បាច់គុនល្បុក្កតោខ្មែរដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលទស្សនាផងដែរ